លោកប្រធានាធិបតី Donald Trump កំពុងពិចារណាលើជំរឿឆ្លើយតបនឹងលើប្រទេសអ៊ីរ៉ង់និងគម្រោងស្ដារប្រព័ន្ធអ៊ីនធឺណិតឡើងវិញលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសថាលោកកំពុងថ្លឹងថ្លែងពីជំរឿនៃការឆ្លើយតបចំពោះភាពចលាចលដែលកំពុងកើនឡើងនៅក្នុងប្រទេសអ៊ីរ៉ង់រួមទាំងជំរឿយោធាដែលអាចធ្វើទៅបានខណៈដែលការតវ៉ានៅតែបន្តរីករាលដាលទូទាំងប្រទេសទន្ទឹមនឹងនេះលោកប្រធានាធិបតី Trump ក៏បានបន្ថែមថាលោកមានគម្រោងពិភាក្សាជាមួយនឹងលោកមហាសេដ្ឋី Elon Musk អំពីការស្ដារប្រព័ន្ធអ៊ីនធឺណិតឡើងវិញនៅក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីអាជ្ញាធរប្រទេសនេះផ្ដាច់ចរន្តអគ្គិសនីប្រព័ន្ធអ៊ីនធឺណិតនិងទូរស័ព្ទអំឡុងពេលនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលបាតកម្មនៅក្នុងប្រទេសអ៊ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី28ខែធ្នូជុំវិញការកើនឡើងនៃអតិផរណាដែលធ្វើឲ្យតម្លៃទំនិញកើនឡើងនិងវិវត្តទៅជាបាតកម្មប្រឆាំងនឹងមេដឹកនាំបព្វជិតដែលគ្រប់គ្រងប្រទេសនេះចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ1979គួរបញ្ជាក់ផងដែរថាក្រមសិទ្ធិមនុស្សបានប៉ាន់ប្រមាណថាគិតរហូតមកទល់ពេលនេះអ្នកតវ៉ាប្រមាណជា500នាក់ក្នុងនោះរួមមានបុគ្គលិកសន្តិសុខចំនួន48នាក់បានស្លាប់និងប្រមាណជា1600នាក់ទៀតត្រូវបានចាប់ខ្លួនក្នុងរយៈពេលជាង2សប្តាហ៍នៃភាពចលាចលនេះខ្ញុំបានលុនឯក TV5 Online News